សូមជូនរឿងពាក្យសុភាសិតតម្លៃ30ដំឡឹងកាលពីព្រេងនាយមានជន2នាក់ប្តីប្រពន្ធបរិសុទ្ធជាប្តីបានឃើញគេរៀនរបៀនពូកែចង់រៀនណាស់យកប្រាក់30ដំឡឹងលាប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខែមួយឮគេថាទីត្រង់ណាមានអ្នកចេះរបៀនអាគមគាថាពូកែក៏ទៅរកត្រង់នោះដល់ទៅជួបនឹងគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់សួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វីបុរសនោះឆ្លើយថាអោលោកតាអើយខ្ញុំមកនេះត្បិតឮគេថានៅទីនេះមានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមកក្រែងតែចេះដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមានរបៀន3បទតម្លៃ30ដំឡឹងបើចៅឯងកាន់ជាប់បើចៅឯងមិនរបូតទេគង់បានដូចចិត្តបើមានកិច្ចមានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះពូកែណាស់បុរសនោះថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថារពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាលស៊ីបុរសនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30ដំឡឹងឲ្យតានោះហើយទន្ទិញរបៀនទាំង3បទនោះចាំស្ទាត់រួចមាត់ឯតាចាស់ប្រាប់ថាបើចៅកាន់របៀនទាំង3បទនេះបានតាឲ្យទៅទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញបុរសនោះក៏លាតាចាស់នោះវិលមករកស្រុកវិញមាត់បុរសនោះចេះតែទន្ទិញរបៀន3បទនោះចាប់តែតាមផ្លូវមកពុំមានភ្លេចលុះដើរឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មួញមួយបុរសនោះក៏សុំសំពៅគេដោយសារមកស្រុកដង្ខៅសំពៅក៏ព្រមឲ្យដោយសារបុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណាក៏ចេះតែទន្ទិញរបៀន3បទនោះហើយចេះតែជួយលាងជួយថែទាំជួសជុលសំពៅដូចជារបស់ខ្លួននាយសំពៅនឹកក្នុងចិត្តថាអ្នកនេះតាំងតែពីចុះដោយសារសំពៅអញកាលណាមកគាត់ចេះតែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បុរសនោះឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមកឯបុរសនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតនាយសំពៅនឹកតែក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យទៅចៅនេះរកស៊ីទៅលុះបើកសំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបអណ្ដាប់ពោពាសសុទ្ធតែចំណីស្រាបាយទុកឲ្យយក្សវាមកស៊ីឯអ្នកសំពៅកាលដល់វិហារនោះក៏ចតសំពៅឡើងទៅលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នាខានតែបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទិញថារពឹសដៃផ្ទៃឆ្អែត
ដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាលស៊ីដោយគិតថាចំណៃអស់នេះមានហេតុអ្វីមួយហើយបានជាគេរៀបទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលើធ្នឹមវិហារដោយស្ងៀមស្ងាត់ចាំលបមើលលុះដល់ថ្ងៃត្រង់យៈមកដល់ហើយវាខឹងខ្លាំងណាស់នរណាហ៊ានមកស៊ីចំណីនេះអស់យៈថាហើយក៏ប្រើដំបងក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅឯដំបងក៏វិលមកខាងយៈវិញកាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅរួចក្រឡេកមើលក្រឡេមក្រលើមបរោះឃើញយៈភ័យណាស់មាត់ចេះតែទន្ទិញរបៀនបីបត់ហើយគិតថាបើអញស្រែកក្រែងយៈលឺវាឃើញអញហើយវានឹងស៊ីអញទៀតគិតហើយក៏លោតចុះពីលើធ្នឹមស្រែកវាស់ឡើងយៈភ័យណាស់រួតចោលដំបងទៅបាត់ទៅបរោះនោះបានដំបងវាយឯងហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បរោះនោះយកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរប្រាប់ប្រពន្ធថាចាំព្រឹកសុំនិយាយប្រាប់ក្រោយពេលដែលប្តីទៅប្រពន្ធនៅផ្ទះវាមានសហាយវាលាយប់ដែលប្តីមកដល់ផ្ទះសហាយនោះវាមកស្ដាប់នៅក្រោមផ្ទះវាចង់ដឹងរឿងឆាប់វាឲ្យមេស្រីសហាយវាសួរថាដំណើរដូចម្ដេចក៏ចាំព្រឹកទើបនិយាយបានប្រពន្ធចេះតែអោបអង្អែលទ្រាំពំបានប្តីក៏និយាយប្រាប់ថាអញនិយាយនឹងឯងនេះខុសគ្រូហើយត្បិតគ្រូផ្ដាំថាដេកយប់កុំនិយាយនឹងស្រីឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយប្រពន្ធសួរថាអ្នកទៅបានរបស់អ្វីមកខ្លះប្តីថាបានតែរបៀន3បត់ហើយត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានដំបងវាយឯងទៀតប្រពន្ធសួរថាឯងទុកវានៅឯណាឥឡូវនេះខ្ញុំចង់ឃើញប្តីថាអញទុកក្រោមជណ្ដើរយកថ្មគ្របថាហើយក៏ដេកលក់ទៅសហាយលបស្ដាប់ឮហើយក៏ទៅក្រោមជណ្ដើររើសយកដំបងនោះទៅបាត់ទៅលុះព្រឹកប្រហៀមស្រាំងឡើងបុរសនោះរលឹកពីដេកចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថាអញប្រាប់មិនជឿអញថាខុសគ្រូហើយឯងចេះតែលួងអញតលតែអញប្រាប់ឥឡូវនេះមនុស្សឮវាលួចយកដំបងបាត់ហើយប្រពន្ធឮហើយដឹងថាសហាយលួចក៏មិនស្ដីដណ្ដាំបាយឲ្យប្តីស៊ីរួចហើយបរោះនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចោលឲ្យមេស្រុកពុំដឹងបើជំនុំជម្រះដូចម្ដេចពីព្រោះថ្មមិនចេះស្ដីគេជេរថាកំព្រឹសតាំងពីដូនតាមកនរណាដែលឃើញដំបងវាយឯងគេគំរាមហើយគេដេញចេញទៅបុរសនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុកដល់ទៅលោកយមរាជអ្នករាជការគ្រប់ក្រសួងចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលបុរសនោះអូសថ្មទៅថ្វាយស្ដេចទ្រង់សួរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលប្រាប់អស់នាម៉ឺនថាមែនបានគេថាមានប្រឡាយបានទឹកវាហូរមានសម្រាមបានឆ្កែវាជុះអស់នាម៉ឺនកុំថាវាឈួតសេចក្តីនេះមែនហើយបានជាវាហ៊ានថាស្ដេចមានបន្ទូលប្រាប់បុរសថាណាហើយវិលទៅផ្ទះចុះកាលណាអញប្រើឲ្យគេ
ទៅហៅសាមកបរោះនោះទទួលថាព្រះករុណាថ្លៃវិសេសហើយក្រាបថ្វាយបង្គំលាទៅវិញក្រោយពេលបរោះនោះទៅស្ដេចទ្រង់ព្រះរាជបញ្ជាឲ្យប្រាប់បណ្ដារាស្ត្រថាត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរាំ3ថ្ងៃ3យប់ឲ្យបណ្ដារាស្ត្រមើលតាមចិត្តពុំមានខាត់ខាំងឡើយហើយទ្រង់ឲ្យរៀបលេងល្ខោនកាលនោះអស់រាស្ត្រសឹងតែចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសប្រេងយ៉ាងក្រអូបមួយដបដែលសម្រាប់តែស្ដេចអស់រាស្ត្រនឹងនិមឺនពុំដែលមានទ្រង់ប្រើអាមាត្យម្នាក់យកទៅឲ្យបរោះនោះហើយអាមាត្យអ្នកយកទៅឲ្យប្រាប់សពគ្រប់ហើយវិលទៅក្រាបថ្វាយបង្គំស្ដេចវិញបរោះនោះបានប្រេងក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថាព្រះករុណាជាអង្គម្ចាស់ជីវិតទ្រង់ព្រះរាជប្រទានប្រេងនេះមកព្រោះទ្រង់អាណិតស្រឡាញ់យើងឲ្យយើងលាបទៅមើលល្ខោននឹងគេតែឥឡូវនេះអញឈឺក្បាលឯងយកទៅលាបហើយទៅមើលល្ខោននឹងគេចុះឯប្រពន្ធឮប្តីបើកឲ្យទៅហើយឲ្យទាំងប្រេងទៅលាបផងដូច្នោះអពុនពេកដោយពុំបានដឹងកលជាគេចាប់ក៏យកប្រេងទៅឲ្យសហាយលាបផងហើយបណ្ដាលគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នាលុះបន្តិចទៅស្ដេចទ្រង់ធំក្លិនប្រេងទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់ចូលអ្នកទៅហិតក្លិនអស់បណ្ដារាស្ត្រដែលមើលល្ខោនទាំងប៉ុន្មានបើធំក្លិនប្រេងក្រអូបយ៉ាងនោះប៉ុន្មានអ្នកចូលអ្នកនាំយកមកឲ្យអញជាឆាប់នាម៉ឺននោះក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឯទៀតមិនធំសោះធំតែប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នាលាបប្រេងក្រអូបទាំងពីរនាក់នោះក៏នាំទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចឲ្យលេងរាំទៅហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកដល់ហើយទ្រង់សួរថានេះជាប្រពន្ធចៅឯងមែនឬបរោះនោះក្រាបទូលថាមែនទ្រង់មានព្រះបន្ទូលសួរទៅប្រុសសហាយនោះថាឯងបានទៅលួចដំបងចៅនេះមែនឬសហាយនោះក្រាបបង្គំទូលថាលួចមែនទ្រង់ឲ្យទៅយកដំបងនោះមកហើយយកសហាយទាំងប្រុសស្រីនោះទៅដាក់ច្រវាក់ធ្វើទោសបរោះជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោសហើយក៏ប្រគល់ទាំងផ្ទះសម្បែងទាំងប្រពន្ធឲ្យទៅសហាយនោះទាំងអស់ដោយពុំមានខឹងស្រវាឡើយប្រុសសហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញបាទសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលតាមដានទស្សនានៅការស្ដាប់រឿងនិទានរបស់ខ្ញុំបាទនៅពេលនេះខ្ញុំបាទក៏សូមផ្អាកត្រឹមនេះសិនហើយយើងនឹងបន្តដោយសារតែនៅក្នុងរឿងនេះវាវែងអញ្ចឹងខ្ញុំសូមចែកជា2បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមអានប៉ុណ្ណឹងហើយយើងទៅជួបគ្នានៅវីដេអូបន្តទៀតយើងនឹងអានបន្តរហូតដល់ចប់តែម្ដងបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនថ្មីដែលមិនទាន់បានចុច Subscribe ទៅលើ Channel ខ្ញុំក៏សូមចុចទៅលើ Channel របស់ខ្ញុំម្នាក់មួយផងបាទហើយយើងនឹងជួបគ្នានៅវគ្គទី2នៅវគ្គបន្តសូមអរគុណបាទសូមជម្រាបលា